ការប្រើប្រាស់តិចបនរី centimeter display តិចបនរីគឺសម្រាប់ដាក់បន្ទាត់ក្រិតអុចជុំវិញទំព័រដើម្បីដឹងថាទីតាំងដែលអាចវាយអក្សរបានបាទបញ្ចូលពាក្យបនរីព្រំដែនឬនៅជាបាទអញ្ចឹងរបៀបប្រើយើងមើលបាទអញ្ចឹងនេះគឺយើងមាន Microsoft Word នឹងហើយអញ្ចឹងនេះចុចនេះចុចជុំវាហ្នឹងអាហ្នឹងឯងគេហៅថាបាទតិចបនរីអញ្ចឹងរបៀបប្រើវាគឺយើងចុចលើនេះ file រួចយកពាក្យថា Word ឯងបន្ទាប់មកទៀតក្រោយពីយើងចូល Word option ហ្នឹងហើយបានយកពាក្យថា Advanced បាទរួចយើងរើសពាក្យថាសូតិចបនរីបាទអញ្ចឹងនេះគឺនៅក្នុងនេះសូ document content ហ្នឹងគឺមានពាក្យមួយគេថាសូតិចបនរីអញ្ចឹងបើយើងដោះ text លើវាចេះយើងអូខេអញ្ចឹងឃើញយើងបាត់នេះឯងបន្តជុំវិញវាហ្នឹងឃើញបាត់តែម្ដងអញ្ចឹងជាទូទៅគឺយើងត្រូវដាក់វាអញ្ចឹងរបៀបដាក់ទី1ចូល file ទី2យកពាក្យ option ហ្នឹងរួចគឺយើងយកពាក្យ advanced រួចត្រង់កន្លែងបាទនេះសូ document content ហ្នឹងគឺយើងរកពាក្យថាសូតិចបនរីអញ្ចឹងយើង text លើហ្នឹងមករួចចុចអូខេបាទអញ្ចឹងវាចេញបន្តអុចហ្នឹងវិញហើយតោះអញ្ចឹងយើងមើលមួយទៀតអំពីបាទ centimeter display បាទន័យថាបង្ហាញຂະຫນາດគិតជាសង់ទីម៉ែត្រគឺជាការកំណត់ຂະຫນາດរង្វាស់ជាសង់ទីម៉ែត្របាទយើងអក្សរសកាត់ cm ហ្នឹងបាទដែលកម្មវិធីនេះបង្ហាញຂະຫນາດជាអ៊ីងស្រាប់បាទនៅតាមសហរដ្ឋអាមេរិកអញ្ចឹងមានន័យថាຂະຫນາດវាដែលគេបង្កើតមកវាបង្ហាញជាអ៊ីងព្រោះកម្មវិធីហ្នឹងគឺគេផលិតនៅបាទសហរដ្ឋអាមេរិកតែអញ្ចឹងទៅគេយកຂະຫນາດអ៊ីងស្រាប់អញ្ចឹងភាគច្រើនអាស៊ីឬក៏ប្រទេសខ្មែរយើងច្រើនតែប្រើຂະຫນາດជាសង់ទីម៉ែត្រនេះគេហៅថាសង់ទីម៉ែត្រហ្នឹងអញ្ចឹងគឺយើងអាចបដូរដោយខ្លួនយើងបានអញ្ចឹងទី1យើងមើលបាទទី1យើងចុច file បាទទី2យកពាក្យថានេះ option ហ្នឹងមករួចយកពាក្យថា advanced បាទរួចយើងទាញវាចុះក្រោមមក scroll មកបាទនេះអញ្ចឹងយើងមើលកន្លែងនេះ display អញ្ចឹង display ហ្នឹងនេះណាso បាទ measurement in unit of គឺសង់ទីម៉ែត្រនេះគឺយើងคลิกយកបាទសង់ទីម៉ែត្រនេះមកគឺវាស្រាប់អញ្ចឹងបើខ្ញុំคลิกយក in ចេះអូខេបាទណាបាទអញ្ចឹងនេះបង្ហាញຂະຫນາດធំមែនទេនេះចន្លោះពី1មកដល់1នេះគឺ1អ៊ីងនេះ1អ៊ីងទៀតអញ្ចឹងវាធំអញ្ចឹងយើងដូរទៅຂະຫນາດសង់ទីម៉ែត្រដូចគ្នាដែរគឺយើងคลิกលើហ្នឹងវិញមកយកពាក្យថា option រួចយើងคลิกលើត្រង់ advanced នេះរួចយើងទាញវាចុះមកបាទនេះត្រង់កន្លែងហ្នឹងគឺយើងคลิกលើវាយកពាក្យថាសង់ទីម៉ែត្របាទរួចចុចអូខេបាទអញ្ចឹងពេលហ្នឹងវាបង្ហាញຂະຫນາດនេះជាសង់ទីម៉ែត្រតែម្ដងអញ្ចឹងយើងមើលຂະຫນាតវាបង្ហាញជាប្រភេទអីគឺយើងមើលលើបន្ទាត់ក្រិតនេះឬក៏យើងចុចនៅលើ page setup នេះពេលដែលយើងคลิกលើបាទនេះ page setup នេះមកពេលហ្នឹងវាចេញនេះຂະຫນាតជិតជាសង់ទីម៉ែត្របាទឬក៏យើងមើលនៅលើនេះຂະຫນាតវាគិតជាសង់ទីម៉ែត្រ